បងគេចាត់ទុកជាគ្រូអាចារ្យគឺខាងលើគេចាត់ទុកជាបុត្រភរិយាគឺខាងជើងគេចាត់ទុកជាមិត្តកម្លាញ់គឺខាងលើចាត់ទុកជាសាមណព្រាហ្មណ៍គឺខាងក្រោមចាត់ទុកជាសាមណមកស្វាយបង្គំគឺខាងកើតមានន័យគឺម៉ែគឺឪបើគាត់នៅរស់ចិញ្ចឹមទំនុកបំរុងចង់ផ្ដាំបាយទឹកងំចំណីត្រីសាច់ពុទ្ធសាស្ត្រអាស្បែកបច្ច័យលួយកាយតាមទៅអាយបើគាត់ស្លាប់ទៅហើយនាំបងនាំកូនចៅខោចំណានគ្រៀងលៀនធ្វើទៀនធ្វើបន់ធ្វើសិលផ្ទះឯណានៅប្រទេសនោះទិផលជូនទៅនេះគឺថាការហើយបើស្វាយបង្គំគឺខាងត្បូងរៀនមានចំណេះចេះចំណានចាំពីគ្រូណាមកកុំភ្លេចគុណគ្រូនេះឧស្សាហ៍គោរពប្រតិបត្តិទំនុកបំរុងចង់ផ្ដាំដល់គាត់ទៅបើគាត់ឆ្លាតទៅនាំគ្នាធ្វើបន់ទៅជូនគាត់ទៅនេះស្វាយបង្គំគឺខាងត្បូងឯទៅខាងលិចបុប្តីស្លាប់នៅប្រពន្ធស្លាប់នៅប្តីសង្គ្រោះគ្នាទៅហើយបើសិនជានៅរស់តាមបែបរស់ស្លាប់ទៅជូនតាមបែបម៉េចហ្នឹងអត់ហ្នឹងឯងគួយអត់ជាប់អីមកទៅឲ្យលោកឯងដល់ចេះខំដួលចឹងគ្នាមានស្មនេះជួយគ្នាទៅទោះបីបាយមកវិញសម្ដែងមួយគោសាឡាចំណិតមនុស្សមកកលឹកទឹកមកតឡាប់ហត់ទៅហត់មកចំណោគ្នាបើគ្នាស្លាប់ទៅហើយក៏ចូលចាប់អ្នកផលកសលផលបន់តាមសទ្ធាតាមមានតាមបានសមត្ថភាពចឹងទៅនេះស្វែងគុំទៅខាងជើងហើយទៅខាងលើសាមណព្រាហ្មណ៍គោរពលោកម្ចាស់អង្គណាពីខុសសាមណេរពុទ្ធិចារឬក៏សាមណព្រាហ្មណ៍ពុទ្ធជាដើមហ្នឹងគាត់អត់ជាប់គាត់ទៅចេះដល់ទាញយកអានឹងជួយទុកគាត់ទៅខំដួលគាត់ទៅបលុកនៅរស់ទំនុកបំរុងតាមបែបឬបលុកទៅពុទ្ធទៅហើយតែឆ្មាហ្នឹងឯហ្នឹងមិនវាអាចទៅខាងក្រោមទីសកម្មករយើងក៏ដូចគ្នាអញ្ចឹងណារស់ក៏ធ្វើតាមរស់ស្លាប់ក៏តាមស្លាប់ណែបងសំដៅមិនឃើញអញ្ចឹងសោះគាត់អត់ដែលដឹងសំនឹកថាពុកឲ្យថ្វាយគុំទិញទាំង6ទៅថ្វាយមែនអញ្ចឹងមិនបានដែលធ្វើបុណ្យឲ្យឪពុកអីបានម្ដងទៅទេគិតតែពីទៅថ្វាយគុំតាមទៅសំណុំពរនឹងមែនបានប្រពុតសំដែងប្រាប់អញ្ចឹងឲ្យយើងដូរធ្វើបដិវត្តមកបលាស់ចិត្តចេញអំពីការយល់ខុសឬមកយល់ត្រូវបានមកធ្វើបុណ្យអញ្ចឹងទៅវិញហើយមិនមែនមានតែប៉ុណ្ណឹងទេមានអ្នកខ្លះទៀតនោះមិនតន់ជ្រះថ្លារឿងបុណ្យរឿងកុសលនឹងក៏ច្រើនអញ្ចឹងទៅដែរញោមញាតិគិតមើលដូចជាកំណើតទាំងឡាយដែលមានការសោកស្ដាយអាឡោះអាល័យកើតមកជាមនុស្សមិនតន់បានធ្វើបុណ្យទានប្រមាណក៏នឹងស្លាប់ទៅវិញអញ្ចឹងពេលយើងគិតមើលឲ្យមែនតែនថាតែខេណានុបទាននឹងពិតជាបានផលបានអានិសង្សសមតាមគេជឿដែរទេយាយម្នាក់ដែលកូនស្លាប់ទៅយំសោកស្ដាយកូនណាស់មិនហ៊ានយកទៅបូជាសោះដាក់នៅនឹងមាត់ទឹកមាត់ទលេនឹង7ថ្ងៃហើយថ្ងៃទី7ហើយដាក់អស់រៀបបូជាមិនហ៊ានដុតសោះវាស្ដាយកូនកំពុងតែយំស្រាប់តែពីខុសមួយអង្គដែលជាចៅអធិការវត្តវេលវ័នពនាមទៅជាតិលោកក៏និមន្តមកដល់ហើយលោកម្ចាស់ហើយជួយខ្ញុំកណាផងមានកូនប្រុសតែមួយឥឡូវកូននឹងស្លាប់ចោលបាត់ទៅហើយជួយផងក៏តែយំចឹងលោកបញ្យល់ថាញោមបើសិនជាញោមចង់ឲ្យអាត្មាជួយញោមសុខសិនក៏មកយំចាំអាត្មានិយាយរឿងមើលឲ្យស្ដាប់ញោមនឹងក៏ឈប់ហើយលោកក៏និយាយរឿង